សួស្តីអ្នកនរគ្នានេះគឺជាវីដេអូដែលខ្ញុំទៅធ្វើដំណើរទៅ trip នៅប៉ៃហាយដែលនៅក្នុងទីក្រុងកួងស៊ីដែលនៅឆ្ងាយពីកន្លែងខ្ញុំរៀនបើជិះលបឿនលឿនគឺ1ម៉ោងដល់អញ្ចឹងដូចកន្លែងប៉ៃហាយហ្នឹងដូចយើងទៅលេងនៅកំពង់សោមអញ្ចឹងតែគ្រាន់តែនេះយើងដូរមកលេងសមុទ្រចិនវិញម្ដងព្រួយប៉ៃហាយហ្នឹងគឺវានៅខាងជាប់សមុទ្រចឹងទៅខាងហ្នឹងគឺយើងទៅលេងតែសមុទ្រទេហើយក៏មានកន្លែងខ្លះតិចតួចឲ្យយើងដើរបានដែរតែក៏មិនសូវមានកន្លែងច្រើនដែរចឹងពេលដែលពួកខ្ញុំចេញទៅហ្នឹងគឺខ្ទង់ម៉ោង6ជាង7ដោយសារពេលហ្នឹងពួកខ្ញុំត្រូវចេញម៉ោង8:40ពេលផឹកចឹងពួកខ្ញុំត្រូវទៅដល់មុនដើម្បីចូលតែអញ្ចឹងទេគឺគេបិទហើយពេលដែលទៅហ្នឹងគឺកម្ពុជាគ្នាខ្ញុំហ្នឹងគឺទៅទាំងអស់អត់តា2-3នាក់ដែលគាត់អត់ចង់ទៅគាត់នៅដមអញ្ចឹងទៅហើយពេលដែលចូលទៅដល់ហ្នឹងគឺខ្ញុំអត់បានថតទេដោយសារពេលហ្នឹងជិតដល់ម៉ោងហើយអញ្ចឹងពួកខ្ញុំត្រូវរត់ទៅឲ្យគ្នាច្រើនទៀតអញ្ចឹងទៅភ័យខ្លាចអត់ទាន់អញ្ចឹងថតបានតែពេលចូលមកដល់នៅក្នុង train ហ្នឹងឯងអញ្ចឹងពេលជិះទៅដល់ហ្នឹងគឺខ្ទង់ប្រហែលម៉ោង10អីជាងដោយសារពួកខ្ញុំជិះ1ម៉ោងជាងដែរហើយពេលទៅដល់ភ្លាមគឺថាអាកាសធាតុត្រជាក់ខ្លាំងខ្យល់បក់មកវឹងហ្មងដោយសារនៅក្នុង train ឡើងកក់ក្ដៅដល់ពេលនៅក្រៅគឺថាត្រជាក់ហើយខ្យល់ពួកខ្ញុំលេងខុសខែហ្នឹងវាខ្យល់ខ្លាំងចឹងមកលេងគឺត្រជាក់ខ្លាំងថ្ងៃមុនដំបូងពួកខ្ញុំមកលេងគឺត្រជាក់ខ្លាំងមែនតើហើយខ្យល់ខ្លាំងពួកខ្ញុំក៏បន្តជិះបាសមកដល់កន្លែងសណ្ឋាគារព្រោះដោយសារគ្នារៀងច្រើនដែរចង់ហៅឡានដោយសារអស់លុយច្រើនអញ្ចឹងក៏ពួកខ្ញុំជ្រើសជិះបាសអញ្ចឹងពេលដែលជិះបាសហ្នឹងប្រហែលចូលកន្លះម៉ោងឯដែរដោយសារវារៀងឆ្ងាយអញ្ចឹងនាំតែពួកខ្ញុំទៅដល់ហ្នឹងវាខ្ទង់ម៉ោងមិនដល់2 10ឯដែរអញ្ចឹងនាំនេះឃ្លានបាយនេះគឺអាគារដែលពួកខ្ញុំគេងត្រូវជាអាគារ hotel ហ្នឹងប៉ុន្តែខ្ញុំនៅត្រឹមជាន់ទី6ឯងអញ្ចឹងខ្ញុំមើល view អត់សូវច្បាស់ទេប៉ុន្តែខាងប្រុសនៅ view ដល់ជាន់ទី16គេថា view ស្អាតហើយពួកខ្ញុំក៏យកវ៉ាលីទៅទុកអីហើយក៏នាំគ្នាចេញមកញ៉ាំអីសិនដោយសារខាងគេអត់ទាន់ check out អញ្ចឹងគេអត់ទាន់ឲ្យយើងចូលទេអញ្ចឹងពេលដែលពួកខ្ញុំចេញមកញ៉ាំអីហ្នឹងក៏នាំគ្នាមកញ៉ាំ phở នៅម្ដុំហ្នឹងគឺភាគច្រើនសិតតែអាហារជនជាតិវៀតណាមដោយសារនៅហ្នឹងវាជាប់នៅប្រទេសវៀតណាមអញ្ចឹងខាងវៀតណាមគឺគេមកលេងនៅប៉ៃហាយនឹងច្រើនមែនតើអញ្ចឹងបន្ទាប់ពីពួកខ្ញុំញ៉ាំអីហើយគឺនាំគ្នាទៅលេងខាងសមុទ្រទៅសមុទ្រតទៅថតរូបទៅអីចឹងណាអញ្ចឹងពេលទៅហ្នឹងពួកខ្ញុំដើរទៅឯដោយសារនៅចិត្តនឹងដែរអញ្ចឹងពួកខ្ញុំអត់ត្រូវការជិះឡានទេហើយពេលទៅហ្នឹងនៅតាមផ្លូវគឺស្អាតមែនតើកន្លែងផ្លូវហ្នឹងគឺគេអត់ឲ្យឡានចូលទេសម្រាប់ដើរសុទ្ធតែក៏គេមានឡានសម្រាប់ទេសចរដឹកដែរតែពួកខ្ញុំអត់ជិះដោយសារខ្ជិលអស់លុយព្រោះដើរមិនសូវហ៊ានឆ្ងាយបានដែរអញ្ចឹងពួកខ្ញុំដើរទៅត្រង់និយាយទៅកន្លែងនេះដូចកំពង់សោមបេះបិទហ្មងគេដាក់ទង់ជាតិដាក់អីហ្នឹងប៉ុន្តែស្អាតប៉ុន្តែនិយាយវាថាត្រជាក់ខ្លាំងណាស់អ្នកនរគ្នាខ្យល់បក់មកខ្លាំងហ្មងហើយនេះគឺជាសមុទ្រចិនរបស់គេនៅហ្នឹងគេភាគច្រើនគេលេងម៉ូតូទឹកម៉ូតូអីហើយក៏មានអ្នកចូលលេងក្នុងទឹកដែរប៉ុន្តែខ្ញុំមិនអាចលេងបានទេអ្នកនរគ្នាត្រជាក់ខ្លាំងណាស់ពួកខ្ញុំពាក់កៅអៅស្ដើងឯងប៉ុន្តែបានកៅអៅក្រៅមកសកួរកុំអីគឺថាទៅហើយខ្យល់មែនតើមើលតែសក់ក្បាលខ្ញុំអ្នកនរគ្នាដឹងហើយសមុទ្រគេគឺថាធំមែនតើសូម្បីតែខ្សាច់ក៏អត់មានសម្រាមដែរអញ្ចឹងមានអារម្មណ៍ថា clean មែនតើបន្ទាប់ពីហ្នឹងក៏ពួកខ្ញុំនាំគ្នាទៅគេងសម្រាប់ដោយសារងើបពីយប់ពេកនាំគ្នាហត់ហើយអញ្ចឹងបន្ទាប់ពីយប់ឡើងពួកខ្ញុំនាំគ្នាទៅញ៉ាំ buffet គ្រឿងសមុទ្រពេលយប់ហ្នឹងក៏ខ្យល់ដូចគ្នានិយាយទៅថ្ងៃទី1ទៅហ្នឹងនិយាយថាខ្យល់យកតែមែនតើតិចអីចឹងពាក់អាវគ្រៀងបែបសមុទ្រម៉ែប៉ុន្តែកៅអៅក្រៅនិយាយថាក្រាស់ហើយពួកអញ្ចឹងទេអត់បានទេហើយក៏ពួកខ្ញុំនាំគ្នាទៅញ៉ាំពួកគ្នាពេលហ្នឹង20នាក់ជាងអញ្ចឹងច្រើនដែរមនុស្សម្នាក់ពេលហ្នឹងអស់79យួនវាស្មើនឹង10រៀលជាងដែរដោយសារពួកខ្ញុំមានកាតសិស្សអញ្ចឹងទៅគេបញ្ចុះតម្លៃហើយនៅហ្នឹងគេមានគ្រប់មុខគឺគេមានផ្អែមគេមានការ៉េមគេមានគ្រឿងសមុទ្រមានបែបការ៉េបែបអីនិយាយទៅមកអស់ហើយចែកពួកខ្ញុំចែកគ្នាជា4-5តុដោយសារដាក់គ្នាអត់គ្រប់ទេហើយចាប់មកមានទាំងស៊ុបមានទាំងសាច់អាំងនិយាយទៅស្រឡាញ់មួយណាយកមួយហ្នឹងបន្ទាប់ពីញ៉ាំហើយពួកខ្ញុំ back ទៅ hotel វិញហើយពេលហ្នឹងហៅឡានដោយសារគឺត្រជាក់ខ្លាំងអញ្ចឹងពួកខ្ញុំមិនអាចជិះម៉ូតូពណ៌លឿងបានទេអញ្ចឹងវីដេអូសកម្មភាពថ្ងៃទី1នៅប៉ៃហាយគឺមានតែប៉ុណ្្នឹងឯងជំរាបលាអ្នកនរគ្នាចាំជួបគ្នានៅវីដេអូក្រោយទៀត